ស្ដីពុកម៉ែបងប្អូនថ្ងៃនេះមកជួបជាមួយខ្ញុំទៀតហើយថ្ងៃនេះយើងបានជាមួយនឹងសន្លមកជួបគ្រឿងសាច់គោបងប្អូនណាជួបគ្រឿងតកួនសាច់គោនេះធានាថាជាតិថ្ងៃនេះខ្ញុំមានសាច់គោចំនួនប្រមាណកូនចានដែរក៏ចាប់ផ្ដើមមានគ្រឿងមានអីខ្ញុំក៏ធ្វើសម្លមកជួបគ្រឿងបងប្អូនជាមួយនឹងមកជួបកសាំងយើងមានតកូននៃមកកូនចានដែរបងប្អូនហើយទី1យើងដាក់ជាមួយខ្លាញ់ប្រេងឆាយើងមកហើយយើងត្រៀមជាមួយនឹងគ្រឿងផ្សំរបស់យើងមានប្រេងឆាជាមួយនឹងគ្រឿងបុកយើងកូនចានបងប្អូនយើងក៏ចាប់ផ្ដើមកូរបងប្អូនយើងកូរវាឲ្យវាលាងគ្រឿងហ្នឹងឲ្យវារាងឈ្ងុយបងប្អូននឹងដាក់ជាមួយនឹងម្សៅស៊ុបនិងម្សៅស៊ុបរ៉ូឌីហ្នឹងហើយជាមួយនឹងទឹកត្រីថែមថយជាមួយនឹងប្រហុកយើងកូរវាឲ្យវាមានរសជាតិឈ្ងុយឲ្យវាឡើងក្រហមបងប្អូនមកជួគ្រឿងសាច់គោយើងជាម្ហូបមួយហើយជាបែបសាមញ្ញហើយបងប្អូនណាក៏ចេះធ្វើដែរហើយចំពោះខ្ញុំវិញខ្ញុំធ្វើហូប2-3ថ្ងៃយើងផ្លាស់ប្ដូរមុខម្ហូបនេះម្ដងនោះម្ដងដោយសារតែមុខម្ហូបខ្មែរយើងគឺវាមានច្រើនបងប្អូនធ្វើបែបខ្ញុំនេះក៏ម្យ៉ាងដែរបងប្អូនបើសិនជាបងប្អូនណាអត់ដែលបានធ្វើបងប្អូនអាចមើលវីដេអូរបស់ខ្ញុំហើយនឹងជួយ like ជួយ share បន្តទៅហើយនឹងបានចែករំលែកជាមួយនឹងចំណេះដឹងនឹងមុខម្ហូបនេះថ្មីបន្តទៀតអញ្ចឹងបងប្អូនអានេះយើងថែមថយជាមួយរ៉ូឌីទឹកត្រីមកហើយមានអីពិបាកបងប្អូនយើងគេហៅថារងាស់សាច់ឲ្យខាស់ទឹកព្រៃបងប្អូនដើម្បីឲ្យវាបាត់ឆ្អាបចំពោះសាច់អីក៏ដោយយើងឲ្យតែរងាស់វាដាច់ទឹកព្រៃវាហើយអញ្ចឹងយើងថែមទឹកថ្មីចូលវាលេងឆ្អាបហើយបងប្អូនមុខម្ហូបគឺសិតតែងាយបងប្អូនអានេះខ្ញុំថែមជាមួយគល់ក្រៃនិងស្លឹកក្រូចថែមពីលើទៀតបងប្អូនជាមួយរំដេងដើម្បីឲ្យវាខាស់ទឹកព្រៃយើងដាក់ចូលអញ្ចឹងបងប្អូនឲ្យវារៀងកាត់ឆ្អាបមួយវាក្លិនឈ្ងុយផងហើយប្លែកបងប្អូនអាចធ្វើតាមខ្ញុំទៅគឺវាល្អដែរអញ្ចឹងបងប្អូនហើយมันជាប្របាកទេមុខម្ហូបមួយសិតតែមានតិចនិចរៀងខ្លួនបងប្អូនធ្វើបែបបងប្អូនខ្ញុំធ្វើបែបខ្ញុំអញ្ចឹងបើសិនជាអ្វីដែលខ្ញុំធ្វើទៅមានប្រយោជន៍ដល់ពុកម៉ែបងប្អូនក៏មើលវីដេអូខ្ញុំហើយធ្វើតាមបងប្អូនមិនធ្វើតាមក៏តាមតែការចេះដឹងរបស់ពុកម៉ែបងប្អូនចាស់អញ្ចឹងខ្ញុំក៏ធ្វើមុខម្ហូបបែបខ្ញុំទៅហើយមុខម្ហូបរបស់ខ្ញុំក៏រួចរាល់ហើយបងប្អូនយើងដាក់ជាមួយនឹងតកួនរបស់យើងគឺយកតកួនយើងដែលដាំក៏បានតកួនស្រែក៏បាននេះខ្ញុំទិញគេពីផ្សារចំនួន1000រៀលបងប្អូនហើយតកួននេះគឺយើងដាក់ទៅមកផ្លេតគឺវាឆ្អិនហើយបងប្អូនហើយមុខម្ហូបយើងរួចរាល់ហើយដាក់មកពុះយើងចាប់ដើមបងជាមួយនឹងម្រះព្រៅបងប្អូនណាបងជាមួយម្រះព្រៅអញ្ចឹងបន្លែយើងកុំដាក់យូរបងប្អូនណាវាអាចនឹងបាត់បង់រសជាតិព្រោះរសជាតិវីតាមីនវានៅលើរុក្ខជាតិបៃតងនេះតែដាក់យូរគឺវាអត់មានជាតិទេអញ្ចឹងបងប្អូនមុខម្ហូបរបស់យើងគឺរួចរាល់ហើយបងតាមម្រះព្រៅអរគុណជួបគ្នានៅវីដេអូក្រោយសម្រាប់សម្លម្ជូរតកួនគ្រឿងនេះគឺហូបដឹងតែជាតិបងប្អូនអានេះមានភាដាក់ថែមទៀតដឹងតែអេបងប្អូនណាតែខ្ញុំអត់បានដាក់ទេដោយសារតែខ្ញុំអត់មានអ្នកចូលចិត្តនៅផ្ទះខ្ញុំអញ្ចឹងខ្ញុំដាក់តែប៉ុណ្្នឹងអញ្ចឹងហ្នឹងហើយអរគុណហូបបាយទាំងអស់គ្នាជាមួយនឹងកូនបៅនេះទុំមកលើមកបញ្ញត្តិនេះទៀតហើយអរគុណបាយជួបគ្នាវីដេអូ